សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនឹងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃផ្លែទៀបនិងផលប៉ះពាល់នៃការញ៉ាំផ្លែទៀបសូមបងប្អូនជួយចុច Subscribe ឬចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗអត្ថប្រយោជន៍មានជាតិសរសៃ Fiber ជួយដល់ការរំលាយអាហារនិងបន្ថយការទល់លាមកមានវីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំផ្ដល់ថាមពលដល់រាងកាយដោយសារមានជាតិកាបូអ៊ីដ្រាតធម្មជាតិមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាពីការខូចខាតមានសារធាតុរ៉ែដូចជាប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលជួយដល់សុខភាពបេះដូងផលប៉ះពាល់ហូបច្រើនអាចធ្វើឲ្យឡើងទម្ងន់ព្រោះមានជាតិស្ករធម្មជាតិខ្ពស់អ្នកជំងឺទឹកនោមផ្អែមគួរហូបក្នុងបរិមាណសមរម្យគ្រាប់ផ្លែទៀបមិនគួរទំពារឬបរិភោគឡើយព្រោះអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សមួយចំនួនអាចមានអាការៈអាឡែស៊ីផ្លែឈើប្រភេទនេះជាទូទៅការហូបផ្លែឈើទៀបទុំ1 ទៅ 2 ផ្លែក្នុងមួយថ្ងៃជាបរិមាណសមរម្យសម្រាប់មនុស្សភាគច្រើនសូមអរគុណបងប្អូនសម្រាប់ការតាមដានសម្រាប់ពីដើមដល់ចប់សូមបងប្អូនជួយចុច Subscribe ឬចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ